យើងចូលមកដល់មេរៀនបរិមាត្រថាសបរិមាត្រថាសឬបរិមាត្ររង្វង់យើងមើលបរិមាត្ររង្វង់ដែលមានកម្ម4សង់ទីម៉ែត្រត្រូវខ្លីជាងបរិមាត្រការ៉េដែលមានជ្រុង8សង់ទីម៉ែត្រហើយបរិមាត្រនៃការ៉េ4គុណនឹង8ស្មើ32ដូច្នេះបរិមាត្ររង្វង់គឺតូចជាង32សង់ទីម៉ែត្រគេអាចរមៀលថាសមួយជុំដើម្បីកំណត់រកប្រវែងបរិមាត្រថាសឬក៏បរិមាត្ររង្វង់នឹងតាមបន្ទាត់ក្រឹតមួយដូចខាងក្រោមធម្មតានៅមេរៀនមុនយើងរៀនអំពីចតុកោណកែងហើយនឹងការ៉េបើសិនបើយើងរកការ៉េគឺយើងយកជ្រុងគុណនឹង4មែនទេការ៉េជ្រុងគុណនឹង4ដូចអានេះជាលក្ខណៈការ៉េអញ្ចឹងបើ4សង់ទីម៉ែត្របើជ្រុងមួយវាមាន4សង់ទីម៉ែត្រដើម្បីរកបរិមាត្រជ្រុងការ៉េហ្នឹងគឺយើងយក4គុណនឹង4មែនអត់អញ្ចឹងយើងនឹងឃើញបរិមាត្រការ៉េហ្នឹងហើយដោយឡែក4គុណ8ស្មើ32 1 2 3 4ដែលនេះបើសិនជាយើងចង់រកបរិមាត្ររង្វង់នេះបើសិនបើរង្វង់របស់មាន4សង់ទីម៉ែត្រយើងអាចធ្វើការរមៀលរង្វង់នេះនៅលើបន្ទាត់ដែលមានក្រឹតមួយរមៀលឲ្យវាមកជុំដល់កម្រិតមួយវិញទៅយើងនឹងឃើញបរិមាត្ររង្វង់នឹងប្រមាណហើយមើលឧទាហរណ៍នេះអង្គត់ផ្ចិតមួយនេះអង្គត់ផ្ចិត3សង់ទីម៉ែត្រប្រវែងមួយជុំនៃថាសហ្នឹងគឺស្មើ 9.43 សង់ទីម៉ែត្របើសិនបើ4សង់ទីម៉ែត្រប្រវែងមួយជុំនៃថាសហ្នឹងគឺស្មើ 12.57 សង់ទីម៉ែត្រហើយបើសិនបើ5សង់ទីម៉ែត្រ 15.71 សង់ទីម៉ែត្រហើយបើយើងក្នុងការធ្វើផលធៀបរបស់វាគឺបរិមាត្រនៃផ្ទៃរង្វង់ហ្នឹងណាយកមកចែកនឹងអង្គត់ផ្ចិតរបស់វាហើយយើងនឹងឃើញផលធៀបរបស់វាហើយផលធៀបរបស់វាគឺ 3.14 នេះឯង 3.1443គ្រប់រង្វង់ទាំងអស់គឺផលធៀបវាចេញមកប៉ុណ្្នឹងឯងយើងមានស្គាល់អ្វីទៅជាកម្មអ្វីទៅជាអង្គត់ផ្ចិតអ្វីទៅជាអង្គត់ធ្នូទេអត់ទេអូខេបើសិនមកអត់ស្គាល់យើងទៅមើលទាំងអស់គ្នាតើតែស្គាល់ពីកម្មពីអង្គត់ចិត្តពីធ្នូអីហ្នឹងបានយើងអាចធ្វើកណនាវាបានយល់ពីការកណនាបរិមាត្ររង្វង់បានបើយើងអត់ស្គាល់វាទេអញ្ចឹងយើងធ្វើអត់ឧទាហរណ៍យើងមានរង្វង់ចេះមួយណាហើយយើងមើលកន្លែងណាអង្គត់ផ្ចិតរបស់វាផ្ចិតយើងហៅថាផ្ចិតណាផ្ចិតរបស់វាគឺចំណុចកណ្ដាលនេះគេហៅថាផ្ចិតឲ្យតែកន្លែងចំណុចកណ្ដាលគេហៅថាផ្ចិតបើសិនមកយើងប្រើដែលឈានគូសអញ្ចឹងយើងគឺផ្ចិតវានៅចំណុចកណ្ដាលហ្នឹងឯងយើងចាប់ប្រើដែលឈានគូសមកគឺចំណុចកណ្ដាលហ្នឹងគេហៅថាផ្ចិតឥឡូវបើសិនមកឲ្យយើងដៅចំណុចមួយទៅសម្រាប់ជាចំណុចកណ្ដាលយើងយកនេះមកដៅខ្មៅកន្លែងនេះបើសិនបើយើងសង់អង្គត់ផ្ចិតមួយដែលមានប្រវែង3សង់ទីម៉ែត្រយើងសង់របៀបម៉េចទីមួយគឺយើងត្រូវដៅចំណុចផ្ចិតកណ្ដាលមួយដើម្បី
សង់បានអង្កត់ចិត្តដែលមានប្រវែង3សង់ទីម៉ែត្រគឺយើងយកអានេះមកវាស់យកបន្ទាត់មកវាស់មកយើងវាស់យកពីចំណុចផ្ចិតចេញមកយកតែ 1.5 សង់ទីម៉ែត្របានហើយណាហេតុអីបានយើងយក 1.5 សង់ទីម៉ែត្រព្រោះគម្លាតបកម្មហ្នឹងវាពាក់កណ្ដាលរង្វង់ដល់ពេលយើងបូកបញ្ចូលគ្នាទៅវាស្មើនឹង2កម្មបូកបញ្ចូលគ្នា 1.5 បូក 1.5 វាមិន3សង់ទីម៉ែត្រមែនទេអាហ្នឹងអូខេឥឡូវយើងដៅជាមួយយើងដៅដើម្បីសង់អង្កត់ផ្ចិតរង្វង់ដែលមានប្រវែង3សង់ទីម៉ែត្រហ្នឹងគឺយើងយកមានបន្ទាត់មួយមានដែកឈានមួយយើងដៅចំណុចកណ្ដាលនេះហៅថាផ្ចិតណានេះណាយល់ទេចំណុចកណ្ដាលហ្នឹងហៅថាផ្ចិតបន្ទាប់មកយើងយកបន្ទាត់មកវាស់មក1.5 សង់ទីម៉ែត្រដល់ប្រហែលនេះអានេះ1សង់ទីម៉ែត្រនេះ2សង់ទីម៉ែត្រមែនទេអញ្ចឹង 1.5 កន្លែងនេះអញ្ចឹងយើងចាប់ពីកន្លែង0មកដល់ 1.5 ហ្នឹងមកចាំមើលនេះមើលច្បាស់នេះដល់នេះអានេះតែ 1.5 មែនទេអញ្ចឹងយើងធីកយកទៅនឹងមកបន្ទាប់មកយើងដាក់ដែកឈានកម្រិតពីនេះមកនេះ 1.មកត្រូវគ្នាមកយើងគូសយង្វង់យកទៅអញ្ចឹងយើងនឹងបានរង្វង់ដែលមានប្រវែង3សង់ទីម៉ែត្រដែរមើលកូននេះឬក៏ថានេះអីនេះអញ្ចឹងយើងដាក់កម្រិតមកហើយយើងចាប់ផ្ដើមគូសមកគូសមកឧទាហរណ៍ចេះគេឲ្យយើងសង់អង្កត់ផ្ចិតដែលមានប្រវែង4សង់ទីម៉ែត្រអញ្ចឹងយើងត្រូវធ្វើម៉េចអង្កត់ផ្ចិតប្រវែង4សង់ទីម៉ែត្រគឺយើងត្រូវរកចំណុចកណ្ដាលមួយគឺផ្ចិតចុចផ្ចិតទៅនេះអញ្ចឹងពីផ្ចិតមកយើងត្រូវវាស់ចេញពីផ្ចិតដើម្បីបញ្ចេញមកគឺបើ4យើងបញ្ចេញប៉ុន្មាន4យើងចេញ8មិន3សង់ទីម៉ែត្រយើងបញ្ចេញ1កន្លះមែនទេចុះបើ4យ៉ា4បញ្ចេញតែ2មកនៅពេលដែលយើងគូសចេញពីនេះឥឡូវអាណាមិញស្មើតែបងថាដាក់4ហ្នឹងទេអូខេឥឡូវ1 2មែនទេបាទអញ្ចឹងយើងចេញ2មកយើងចុចកន្លែង2ហ្នឹងមកអូខេអញ្ចឹងពេលដែលយើងចាប់ផ្ដើមដាក់ដែកឈានឲ្យចំចំណុចដែលយើងនេះហ្នឹងអញ្ចឹងពេលដែលវាស់ចេញមកគឺវានឹងបាន4ហើយនៅរបៀបគូរង្វង់អញ្ចឹងឯងសង់អង្កត់ផ្ចិត5សង់ទីម៉ែត្រតែយើងសង់របៀបម៉េចនេះ5សង់ទីម៉ែត្រអញ្ចឹងយើងរផ្ចិតមួយនៅចំណុចកណ្ដាលមួយកុំដាក់ចិត្តពេកឡើយគូសទៅជាប់គ្នានេះអូខេវាស់ចេញមកប្រហែលដើម្បីបានដាក់ចំកន្លែង0នេះព្រោះចំណុច0នេះគឺជាចំណុចដែលវាចេញមកណាអូខេចាប់ផ្ដើមគូសមកយកដែកឈានយើងដាក់ជាន់គ្នាជាន់មើលប៉ះសាក់បើអត់ជាន់យ៉ាងនេះយកដូចជាន់ទៅដាក់ចំនេះអត់អីទេចុចខ្ញុំដាក់ចុះកដោដាក់ហោះឡើងអូខេគូឲ្យគូកុំឲ្យគូនេះឲ្យស្អាតមើលពេលដែលយើងស្ទាត់ដៃទៅចាក់ខ្វោកចំមកនេះអូខេឥឡូវបាក់កំចំណុចនេះយើងហៅថាអីគេហៅថាចំណុចហៅថាអីគេចំណុចកណ្ដាលហ្នឹង
ចំណុចដែលយើងកំពុងតែចាប់ផ្ដើមហ្នឹងហៅថាអីគេនេះចំណុចនេះហៅថាផ្ចិតរង្វង់នេះណាផ្ចិតរង្វង់ណាអញ្ចឹងផ្ចិតរង្វង់ហ្នឹងគឺជាចំណុចកណ្ដាលនៃរង្វង់នឹងហៅថាផ្ចិតរង្វង់អូខេឥឡូវយើងមកមើលបន្ទាត់គូសកាត់ពីផ្ចិតរង្វង់ហៅថាអីគេនេះពេលដែលយើងគូសកាត់មកអញ្ចេះអូខេឧទាហរណ៍យើងតាំងនេះ mn អញ្ចឹងចា mn អញ្ចឹងmn ហ្នឹងគេហៅថាអីគេ mn ហ្នឹងគេហៅថាផ្ចិតរង្វង់អង្កត់ផ្ចិតអញ្ចឹងចំណុចនេះបានចំណុចនេះឥឡូវឧទាហរណ៍យើងតាំងនេះ O ចាស់ណា O អញ្ចឹងយើងដាក់មក O គឺជាផ្ចិត O ជាផ្ចិតផយើងចោស្អេបន្តផ្ចិត M និង N ជាអីគេ M និង N ជាអង្គផ្ចិតអូខេនេះនៅច្បាស់មើលអង្គត់អីគេអង្គត់ផ្ចិតអូខេ M និង N អង្គត់ផ្ចិតចាំណា O ជាចំណុចកណ្ដាលនៃរង្វង់គេហៅថាជាផ្ចិតដូចផ្សិតអញ្ចឹងណាផ្សិតជាចំណុចខាងកណ្ដាលនៃខ្ទួលខ្លួនណាហើយចាំអញ្ចឹងចំណុចកណ្ដាលនៃរង្វង់ហ្នឹងគឺហៅថាផ្ចិតបន្ទាត់ដែលគូសកាត់ពីរង្វង់ម្ខាងទៅរង្វង់ម្ខាងទៀតដែលកាត់អង្កត់ដែលកាត់ផ្ចិតហ្នឹងហៅថាអង្កត់ផ្ចិតណាបើសិនបើមានមួយទៀតបន្ទាត់មួយទៀតដែលគូសចេញដែលអត់កាត់អង្កត់ផ្ចិតនេះដូចជា AB ចាអញ្ចឹងកន្លែងអាហ្នឹងគេហៅថាអង្កត់ធ្នូណា AB ហ្នឹងគឺអង្កត់ធ្នូវាអត់កាត់អង្កត់ផ្ចិតគេហៅថាអង្កត់ធ្នូយល់ទេអាហ្នឹងក៏អង្កត់ផ្ចិតដែរបើមិនបើយើងគូសកាត់អញ្ចេះក៏ជាអង្កត់ផ្ចិតដែរណាបើតែឲ្យតែវាកាត់ផ្ចិតហ្នឹងមកគឺជាអង្កត់ផ្ចិតដែរទោះតែវាកាត់ទៅអញ្ចេះគឺជាអង្កត់ផ្ចិតទាំងអស់ប៉ុន្តែបើវាអត់កាត់អាហ្នឹងទេដូចវាឈៀងមកអញ្ចេះអាហ្នឹងគេហៅថាអង្កត់ធ្នូវិញណាហើយឧទាហរណ៍កាត់តែប៉ុណ្្នេះមកដល់ទៅនេះអានេះ OP ចាអញ្ចឹង OP ហ្នឹងជាស្អីគេ OP ជាកម្មណាកម្មរង្វង់យើងឃើញកម្មហៅថាកម្មដែលតាំងដោយអក្សរអណាកម្មហ្នឹងតាំងដោយអក្សរអកម្មបាទអូខេអញ្ចឹង ON ក៏ជាកម្ម OM ក៏ជាកម្មហ្នឹងហើយនិយាយទៅឲ្យតែគូសចេញពីចំណុចនេះមកចំណុចនេះហៅថាកម្មប៉ុន្តែបើគូសចេញពីចំណុចនេះមកចំណុចនេះបើយើងនិយាយថាពីបើយើងហៅ ON ជាកម្មណា OM ជាកម្មប៉ុន្តែបើសិនបើយើងហៅថា NM ជាអ្វី NM ជាអង្កត់ផ្ចិតNM ជាអង្កត់ផ្ចិតហើយ O ជាអ្វី O ជាផ្ចិតអូខេ AB ជាអីគេ AB ជានេះអង្កត់ធ្នូ AB ជាអង្កត់ធ្នូហើយ OP ជាកម្មអញ្ចឹង OP ឲ្យតែកម្មគឺ OP ស្មើ ON ណានិយាយទៅឲ្យតែកម្មគឺស្មើគ្នាទាំងអស់ OP ស្មើ ON ON ស្មើ OB OP ស្មើ OM ណាឲ្យតែកម្មគឺវាស្មើគ្នាហើយអញ្ចឹងកម្មហ្នឹងវាស្មើនឹងអង្កត់ផ្ចិតកម្មគុណនឹង2ស្មើអង្កត់ផ្ចិតបានន័យថាបើសិនបើកម្មនេះវារង្វាស់ឧទាហរណ៍ថា5សង់ទីម៉ែត្រចុះនេះអញ្ចឹង5សង់ទីម៉ែត្របើ5សង់បើកម្ម ON ស្មើ5សង់ទីម៉ែត្រអញ្ចឹងអង្កត់ផ្ចិត OM គឺស្មើ10សង់ទីម៉ែត្រមែនអត់10សង់ហេតុបាន10ព្រោះអាកម្មនេះ5អានេះក៏5ដែរវាស្មើគ្នាអញ្ចឹងណាហើយអានេះក៏5ដែរអា OP នេះក៏5ដែរអញ្ចឹងឲ្យតែកម្មស្មើគ្នាទាំងអស់ហើយកម្មហ្នឹងគឺស្មើនឹងកម្ម2ដងគឺស្មើនឹងអង្កត់ផ្ចិត1
ខេឥឡូវយើងមកយល់អំពីនេះដូចហេតុអីបានគេឥឡូវយើងមកស្គាល់ពីការទាញរូបមន្តរករបស់កម្ម3សង់ទីម៉ែត្រនេះដោយសារតែយើងប្រើរង្វាស់វិលជុំរង្វាស់ថាសពីមួយជុំរហូតដល់មកជុំដើមវិញគឺវាស្មើនឹង4.43សង់ទីម៉ែត្រណាយល់ណាមែនធម្មតាបើការ៉េបើយើងរកជ្រុងរកបរិមាណការ៉េរកអីគឺយើងប្រើរូបមន្តជ្រុងគុណនឹង4មែនណារកបរិមាណការ៉េជ្រុងគុណនឹង4ប៉ុន្តែអានេះដើម្បីរកបរិមាណរង្វង់គេអត់ប្រើគេមានរូបមន្តមួយទៀតនេះគឺ P ស្មើ D ផៃឬក៏ស្មើនឹង2ផៃ R នេះតិចទៀតយើងយល់ហើយបានយើងរករូបមន្តដើម្បីរកបរិមាណរបស់អង្កត់ផ្ចិតតែអ្វីសំខាន់ដើម្បីទាញចូលដល់រូបមន្តហ្នឹងគឺយើងត្រូវដឹងពីចំណុចនេះសិនគឺពីចំណុចនេះបានន័យថាបើសិនបើយើងបង្កើតរង្វង់មួយដែលមានអង្កត់ផ្ចិត3សង់ទីម៉ែត្រនោះប្រវែងមួយជុំនៃថាសហ្នឹងគឺស្មើ 9.43 ណាប៉ុន្តែបើសិនបើយើងបង្កើតអង្កត់ផ្ចិតមួយដែលមាន4សង់ទីម៉ែត្រអញ្ចឹងប្រវែងមួយជុំនៃថាសហ្នឹងគឺស្មើ 12.57 ហើយបើសិនបើយើងប្រើអង្កត់ផ្ចិត5សង់ទីម៉ែត្រអញ្ចឹងនោះប្រវែង15សង់ទីម៉ែត្រនោះគឺស្មើប្រវែងមួយជុំនៃថាសហ្នឹងគឺស្មើ 15.71សង់ទីម៉ែត្រដល់យើងធ្វើការប្រៀបធៀបគឺយកប្រវែងចែកនឹងចំនួនអង្កត់ផ្ចិតដែលយើងបង្កើតហ្នឹងឧទាហរណ៍ប្រវែងដែលយើងរំកិលមួយជុំហ្នឹងស្មើប៉ុណ្ណេះអញ្ចឹងយើងត្រូវចែក3ណាបើសិនបើយើងបង្កើត4សង់ទីម៉ែត្រប្រវែងមួយជុំរបស់វាស្មើប៉ុណ្ណេះអញ្ចឹងគឺយើងនឹងយកប្រវែងផលធៀបហ្នឹងគឺប្រវែងមួយជុំហ្នឹងមកចែកនឹង4វិញដូចអានេះប្រវែងមួយជុំចែកនឹង5ហើយរាល់លទ្ធផលទាំងអស់គឺវាចេញមកប្រហាក់ប្រហែលគ្នាទេណាគឺចេញមកគឺ 3.14 ហ្នឹងហ្មងគឺ 3.14 រហូត 3.14 មិនថាយើងបង្កើតអង្កត់ផ្ចិតប្រមាណទេគឺចេញផលធៀបមកគឺ 3.14 ហ្នឹងឯងដូច្នេះជាទូទៅគេយកសញ្ញាផៃនេះស្មើនឹង 3.14 បានន័យថាគេតាំងសញ្ញាជាផៃគឺសញ្ញាផៃហ្នឹងគឺស្មើ 3.14 ប្រយ័ត្នគេសួរថានៅក្នុងផៃហ្នឹង 3.14 ក្នុងរូបមន្តរង្វង់ដែលឈ្មោះថាផៃស្មើនឹង 3.14 ហ្នឹងតើវាបានមកពីណាយើងត្រូវឆ្លើយថា 3.14 ហ្នឹងគឺបានមកពីផលធៀបរវាងអង្កត់ផ្ចិតចែកជាមួយនឹងប្រវែងនៃថាសហ្នឹងប្រវែងមួយជុំនៃថាសហ្នឹងចែកទៅគឺវាចេញអញ្ចឹងហើយចេញជាលក្ខណៈ 3.14 ហ្នឹងអញ្ចឹងបានគេយកចំនួនផៃហ្នឹងជាគោលជាតម្លៃប្រហាក់ប្រហែលនៃផលធៀបដែលគេបានបរិមាត្រនៃរង្វង់ដែលមានអង្កត់ផ្ចិត D នោះ P ស្មើ D ផៃសញ្ញាផៃមានអាចថាផៃឬ2អង្កត់ផ្ចិតយើងតាំងដោយ D ណាអង្កត់ផ្ចិតតាំងដោយ D អក្សរ D អង្កត់ផ្ចិតហើយផៃស្មើប៉ុន្មានផៃស្មើ 3.14 អូខេហ្នឹងចាំអាហ្នឹងផៃស្មើនឹង 3.14 ហើយ D ហ្នឹងតាំងដោយអង្កត់ផ្ចិតហើយ R នេះគឺជាកម្មនៃរង្វង់នោះណាអូខេអញ្ចឹង P ស្មើ D គុណនឹងផៃឬក៏ D ផៃហើយ P ស្មើ 2n 2ផៃ R បានតែ2ផៃ R ហ្នឹងគឺ R កម្មណាកម្មអូខេព្រោះ D ស្មើនឹង 2R D ហ្នឹងគឺស្មើនឹង 2R ដោយអង្កត់ផ្ចិតបានប្រាប់មិញហើយអង្កត់ផ្ចិតស្មើនឹង2ដងនៃកម្មអង្កត់ផ្ចិតយើងនេះអានេះគេហៅថាអង្កត់ផ្ចិតពីនេះមកយល់ទេអង្កត់ផ្ចិតរំប្រវែងអង្កត់ផ្ចិតគឺស្មើ2ដងនៃកម្មបានន័យថាកម្មប៉ុណ្ណេះស្មើ5អញ្ចឹងយើងយក5គុណ2ស្មើ10វាស្មើនឹងអង្កត់ផ្ចិតណាអូខេបន្ទាប់មកយើងត្រូវដឹងថាបរិមាណរង្វង់ស្មើនឹងអង្កត់ផ្ចិតគុណនឹងផៃស្មើនឹង2គុណនឹងកម្មគុណនឹងផៃនេះ P ស្មើ D ផៃហើយស្មើនឹង2ផៃ R រៀងនេះបន្តិចអូខេឥឡូវ
ឡូវយើងទៅមើលពីការសម្រាយរូបមន្តរបស់យើងតែម្ដងឥឡូវទៅយល់ពីការសម្រាយរូបមន្តកុំឲ្យយើងច្រឡំតាឥឡូវយើងមកមើលនេះបន្តិចណាចំណុចកណ្ដាលនេះយើងហៅថាអីគេហៅថាផ្ចិតផ្ចិតណាផ្ចិតអូខេអញ្ចឹងពីផ្ចិតមកកន្លែងនេះហៅថាអីគេកន្លែងនេះហៅថាកម្មនៃរង្វង់បើសិនមកយើងគូសកាត់មកនេះហៅថាអង្ហៅថាអង្កត់ផ្ចិតហៅថាអង្កត់ផ្ចិតអញ្ចឹងពេលដែលយើងគូសកាត់មកចំណុចនេះហៅថាអង្កត់ផ្ចិតប៉ុន្តែបើសិនបើវាអត់កាត់ទេយើងហៅថាអីគេវានៅលើនេះអង្កត់ធ្នូហើយកម្មនឹងស្មើនឹង2ដងនៃអង្កត់ផ្ចិតមែនទេអង្កត់ផ្ចិត1ស្មើនឹងកម្ម2បានស្មើនឹងអង្កត់ផ្ចិត1ហើយកម្មមួយគឺវាស្មើគ្នាទាំងអស់ហើយផៃរបស់យើងដែលមានលក្ខណៈរបៀបនេះលុបចោលយកនេះមកគូសវិញផៃរបស់យើងគឺលក្ខណៈនេះអញ្ចឹងផៃនឹងស្មើប្រមាណផៃស្មើ3.14អូខេ3.14ដូច្នេះរូបមន្តបរិមាណរង្វង់បរិមាណរង្វង់គឺស្មើទី1គឺស្មើ d គេ d o d ផៃណាផៃ d តំណាងអីគេ d តំណាងឲ្យD តំណាងឲ្យអង្កត់ផ្ចិតអាចប្រវាយនេះបើសិនបើគេប្រាប់ពីប្រវាយអង្កត់ផ្ចិតអញ្ចឹង D ស្មើ P ស្មើ D ផៃយើងយកមុនមកណាប៉ុន្តែបើសិនបើគេប្រាប់តកម្មមួយទៅបើនិយាយពីកម្មនេះ P ស្មើ2ផៃអក៏បានដែរណានេះ2អផៃក៏បានដែរអហ្នឹងតាំងឲ្យគេតាំងឲ្យនេះពីនេះមកនេះពីនេះមកនេះកម្មអហ្នឹងតាំងឲ្យកម្មអញ្ចឹងបានថា2ដងនៃអហ្នឹងឧទាហរណ៍ថាអហ្នឹង2ដងនៃអបានថា2ដងនៃកម្មណាឧទាហរណ៍ថាឧទាហរណ៍កម្មយើងមាន3សង់ទីម៉ែត្រចាស់ណា3សង់ទីម៉ែត្រអញ្ចឹងអង្កត់ផ្ចិតយើងវាស្មើនឹង 2អហ្នឹងគឺ2គុណនឹង3 2គុណនឹង3ហើយគុណនឹងអីទៀតផៃប្រមាណផៃ 3.14អូខេ 3.14 អូខេ 3.14 អញ្ចឹងបានន័យថាបើសិនបើគេប្រាប់ថាកណនីរង្វង់1កណនីរង្វង់1ដែលមានកម្ម3សង់ទីម៉ែត្រណាកម្ម3សង់ទីម៉ែត្រអញ្ចឹងយើងត្រូវរកតាមរូបមន្តនេះ P ស្មើ 2 អផៃយល់ទេព្រោះគេប្រាប់កម្មប៉ុន្តែបើគេអត់ប្រាប់កម្មទេគេប្រាប់អង្កត់ផ្ចិតវិញឧទាហរណ៍ឥឡូវយើងមានអង្កត់ផ្ចិតគឺវាត្រូវគូសកាត់ចេញពីនេះមកណានេះត្រូវវាស៊ូគាត់នេះគេហៅថាអង្កត់ផ្ចិតដែរឥឡូវថាវាចឹងចាស់អត់អីទេដោយសារយើងគូសអត់តតត្រង់អូខេអញ្ចឹងមួយថាឥឡូវគេប្រាប់ថាអង្កត់ផ្ចិតមានប្រវែង6សង់ទីម៉ែត្រចាស់ណាបាទនេះសិនប្រវែង6សង់ទីម៉ែត្រ6សង់ទីម៉ែត្រដូច្នេះយើងត្រូវយក D យកចាត់យករូបមន្តនេះវិញណារូបមន្ត P ស្មើ D ផៃ D ហ្នឹងគឺជាអង្កត់ផ្ចិតហើយយើងយកចំនួនមកអញ្ចឹង P ស្មើដោយ D ស្មើប៉ុន្មាន D ស្មើប៉ុន្មាន D នេះ P ស្មើយើងចំនួនយកមក D ស្មើ D អង្កត់ផ្ចិតស្មើប៉ុន្មានគេប្រាប់យើង D អង្កត់ផ្ចិតស្មើមើលរូបនេះប្រវែងនេះគេហៅថាប្រវែងពីនេះ6សង់ទីម៉ែត្រនេះប្រវែង3សង់ទីម៉ែត្រនេះជាប្រវែងអីគេកម្មហើយ6សង់ទីម៉ែត្រជាប្រវែងអីគេ6សង់ទីម៉ែត្រជាប្រវែងផ្ចិតតតូចយីទេអានេះហៅថាផ្ចិតប្រវែងវែងនេះគេហៅអីគេហ្នឹងកាត់ផ្ចិតអញ្ចឹង6សង់ទីម៉ែត្រជាប្រវែងអីជាប្រវែងអង្កត់ផ្ចិត
ឥឡូវលោកនេះចោលដើម្បីងាយស្រួលមើលឥឡូវដូចថាគេប្រាប់ថាចូលកណនាបរិមាណរង្វង់ដែលមានអង្កត់ផ្ចិតប្រវែង6សង់ទីម៉ែត្រណាអញ្ចឹងយើងយកពីនេះយើងយករូបមន្តណាមកកណនាយកលើយកក្រោមយកលើអូខេយកលើ p ស្មើប៉ុន្មាន p ស្មើ1សង់ទីម៉ែត្រអូខេ1សង់ទីម៉ែត្រគុណនឹងអីគុណនឹងផៃស្មើប៉ុន្មានផៃស្មើ 3.14 អូខេ 3.14 ណាហ្នឹងហើយបានត្រូវអូខេឥឡូវយើងសម្រាយឲ្យច្បាស់ឲ្យងាយយល់អញ្ចឹងយើងដើម្បីអានេះគាត់សេឲ្យនេះណាគាត់ទៅសេឲ្យមើលត្រួសទេឥឡូវយើងសម្រាយឧទាហរណ៍ឥឡូវថាគេមានរង្វង់មួយដែលមានអង្កត់ផ្ចិត6សង់ទីម៉ែត្រចូលកណនាបរិមាណរង្វង់នោះយើងដឹងថាអូខេឥឡូវរូបមន្តរបស់យើងរូបមន្តអង្កត់ផ្ចិតគឺ p ស្មើ p ស្មើ d ផៃណាបាទអានេះរង្វង់អង្កត់ផ្ចិតរង្វង់ដែលគេប្រាប់អង្កត់ផ្ចិតបើមិនបើគេប្រាប់កម្មរង្វង់កម្មគឺស្មើ p ស្មើ p 2 ផៃ r យ៉ា2ផៃ r ក៏ត្រូវ2 r ផៃក៏ត្រូវដែរណាអូខេ2ផៃ r ដោយអូខេឥឡូវកន្លែងនេះយើងអញ្ចឹងយើងមើលនេះអានេះគេប្រាប់អង្កត់ផ្ចិតមែនទេអញ្ចឹងយើងត្រូវចាប់យករូបមន្តនេះ PD ផៃនេះដោយសារ D ជាអង្កត់ផ្ចិតមែនទេអូខេឥឡូវយើងចាប់យកមកដោយឬក៏តាមរូបមន្តយើងអាចសេបានតាមរូបមន្តមកតាមរូបមន្តអូខេហ្នឹងយើងដល់ស្រែលំហាត់យើងសេឲ្យច្បាស់អញ្ចឹងណាអត់ទេកាត់យកទេកាត់យកក៏អត់បានបន្ទូលល្អដែរដោយរូបតាមរូបមន្ត P ស្មើ D ផៃសិនមកណាយើងប្រាប់គេដោយសារតាមរូបមន្តរបស់យើងគឺ P ស្មើ D ផៃដោយ D ស្មើប្រមាណដោយ D ស្មើ6សង់ទីម៉ែត្រអូខេដោយ D ស្មើ6សង់ទីម៉ែត្រហើយផៃស្មើ3.14អូខេ3.14យើងបានអីគេយើងបានមក P ស្មើអីគេ P ស្មើចំនួនមកចំនួន D ចំនួនផៃចូលមកស្មើគេ6សង់ទីម៉ែត្រអូខេ6សង់ទីម៉ែត្រគុណ3.14អូខេ3.14ដល់យើងគុណមក6ឥឡូវគុណសិនមកអូខេ3.14គុណនឹង6អូខេ6 4ដង24នេះត្រូវទេ6 2ដង18 1 3ដង6ដង6 1 2ដង18 6 3ដង27 6 4ដង3224ណាអូខេ24តាទុក2មែនទេ6ដង6 1 2 8 6 3ដង6 3ដង18អូខេអញ្ចឹងយើងP ហ្នឹងគឺស្មើ P ស្មើ18.84អូខេ18.84សង់ទីម៉ែត្រណានេះជាលក្ខណៈកណនាបរិមាណរង្វង់អញ្ចឹងណាយើងត្រូវចាំរូបមន្តនឹងឯងត្រូវចាំរូបមន្ត P ស្មើ D ផៃឬក៏ P ស្មើ2ផៃ R ណាដូចគ្នាដែរចតុកោណកែងក៏យើងត្រូវចាំដែររូបមន្តចតុកោណកែងគឺ A